អ្នកណាអារម្មណ៍ឯកាពេលឃើញយំខែបងមានដឹងទេបេះដូងតែងតែយំធៀបឯកាគួរឲ្យខ្លាចបន្លាចអារម្មណ៍ពិបាកទ្រាំព្រោះដួងចិត្តមិនព្រមបំភ្លេចពេលលាថ្មនេះឮចំរៀងនេះសូមបងដឹងផងមានរឿងនឹកបងទោះបីបងជាយាមភ្លេចមានរឿងជាច្រើនតែចងចាំជានិច្ចនៅតែរស់អបស្រមោលអតីតទោះដឹងការពិនមិនអាចបកក្រោយតើមានបទណាឲ្យបងនឹកអូនឲ្យបងស្រឡាញ់អូនលើកទីពីរគ្រប់ចម្រៀងនៅក្នុងលោកនេះតើមានបទណាឲ្យបងនឹកអូនមានចម្រៀងណាស្ដាប់ហើយនឹកអូនមានដែលអាចកែប្រែទៅមកឬក៏មានតែបទចម្រៀងដែលប្រាប់ថាអូននឹកបងឡាយបាញ់ចាប់ដាច់ទឹកនេត្រាតើទូប្រាប់អ្នកណាពីអារម្មណ៍ឯកាពេលភ្លៀងមានរឿងចាញ់ឡងបានត្រឹមចងក្រងជាចម្រៀងព្រោះបងចូលចិត្តស្ដាប់ចម្រៀងទើបអូនខំច្រៀងក្រែងបងបានលឺបងនឹកអូនឲ្យបងស្រឡាញ់អូនលើកទីពីរគ្រប់ចម្រៀងនៅក្នុងលោកនេះតើមានបទណាឲ្យបងនឹកអូនមានចម្រៀងណាស្ដាប់ហើយនឹកអូនចម្រៀងដែលអាចកែប្រែចិត្តបងឬក៏មានតែបទចម្រៀងដែលប្រាំថាអូននឹកបងតែមានបទណាឲ្យបងនឹកអូនឲ្យបងស្រឡាញ់អូនលើកទីពីរគ្រប់ចម្រៀងនៅក្នុងលោកនេះតើមានបទណាឲ្យបងនឹកអូនមានចម្រៀងណាស្ដាប់ហើយនឹកអូនចម្រៀងដែលអាចកែប្រែចិត្តបងឬក៏មានតែបទចម្រៀងដែលប្រាំថាអូននឹកបងតើមានបទណាស្ដាប់បងនឹកអូនឲ្យបងស្រឡាញ់អូនលើកទីពីរក្នុងលោកនេះតើមានបទណាឲ្យបងនឹកអូនមានចម្រៀងណាស្ដាប់ហើយនឹកអូនចម្រៀងដែលអាចកែប្រែចិត្តបងឬក៏មានតែបទចម្រៀងដែលប្រាំថាអូននឹកបងតើមានបទណាឲ្យបងនឹកអូនឲ្យបងស្រឡាញ់អូនលើកទីពីរចម្រៀងនៅក្នុងលោកនេះតើមានបទណាឲ្យបងនឹកអូនមានចម្រៀងណាស្ដាប់ហើយនឹកអូនចម្រៀងដែលអាចកែប្រែចិត្តបងឬក៏មានតែបទចម្រៀងដែលប្រាំថាអូននឹកបងឬក៏មានតែបទចម្រៀងដែលប្រាប់ថាអូននឹកបងអរគុណច្រើនបងអងគាត់ពិតជាមានអារម្មណ៍តែឆ្ងល់បន្តិចថាមិនចឹងបានឡើងមកពីរនាក់សិតតែមានលក្ខខណ្ឌនេះចាសិតតែមានហេតុផលចាអរគុណច្រើនសូមអនុញ្ញាតជម្រាបសួរដល់វត្តមានពុកម៉ែបងប្អូនលោកអ៊ំលោកពូនិងមីងបងប្អូនមិត្តយុវវ័យនៅខេត្តសៀមរាបក៏ដូចជានៅតាមគេហដ្ឋានផងដែរជាមួយនឹងកម្មវិធី Cambodia V Concert The Voice នៅក្នុងរាត្រីនេះអរគុណច្រើនតើតើនាទីនេះជាមួយនឹងកម្មវិធីជាបន្តជួបជាមួយនឹង
លោកឈនស្វា